ចំពោះឆ្នាំនេះយីរួមទៅក្នុងមួយឆ្នាំយើងតែងធ្វើប្រធានបទខុសគ្នាទាំងអស់ដូចពីឆ្នាំមុនយើងលើក dinosaur បាទហើយឆ្នាំមុនហ្នឹង2025យើងធ្វើអំពីប្រភេទតុក្កតាដែលជាវប្បធម៌របស់យើងយកពីចម្លាក់ប្រាសាទបាទហើយពីព្រោះអីវាយើងចង់បញ្ចូលរវាងសត្វហើយនឹងមនុស្សអញ្ចឹងដូចយើងធ្វើហត្ថម៉ានអញ្ចឹងគឺពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វយើងណាបាទឆ្នាំមុនអញ្ចឹងឆ្នាំនេះគឺដោយសារមានការចង់បង្ហាញអំពីផលប៉ះពាល់នៃបរិស្ថានរបស់យើងអញ្ចឹងក៏យើងធ្វើប្រធានបទសត្វនៅវិញដោយសារសត្វមួយចំនួនគឺនិយាយអញ្ចឹងសត្វមួយចំនួនគឺកំពុងតែរងគ្រោះសត្វមួយចំនួនកំពុងតែស្ទើរតែបាត់ហើយសត្វមួយចំនួនកំពុងរកឃើញវិញបាទសម្រាប់ឆ្នាំនេះកំពុងតែដំឡើងនៅតុក្កតាយៈចំនួន8ដែលមានប្រធានបទនៅក្រោមចំណងជើងថាសត្វព្រៃកម្ពុជាបាទគឺពាក់ព័ន្ធជាមួយនឹងភេទសត្វដែលរងគ្រោះកម្រនិងភេទសត្វដែលទើបតែរកឃើញថ្មីដូចជាតកែបង្កងខ្លួនបង្កងនេះគឺយើងទើបតែរកឃើញបាន7ឆ្នាំទេអញ្ចឹងណាបាទតាមរយៈអង្គការសត្វព្រៃហ្នឹងគាត់បានណែនាំសម្រាប់ពួកយើងអញ្ចឹងណាបាទជាចំទៅគឺឆ្នាំនេះគឺពាក់ព័ន្ធជាមួយសត្វព្រៃទាំងអស់បាទបូករួមជាមួយនឹងព្រាបដែរព្រាបសយើងព្រាបសនេះគឺយើងតំណាងឲ្យសន្តិភាពបាទសន្តិភាពប្រទេសយើងសន្តិភាពទូទាំងសកលលោកហើយព្រាបសនេះនឹងទៅនាំមុខក្បួនរបស់សត្វទាំងអស់បាទតែឆ្នាំនេះយើងមានប្រភេទសត្វតូចស្ពណ៌លឿងប្រភេទដំរីអាស៊ីភេរំច្រមុះទឹកកេងកងផងដែរបាទហើយយើងមាន7ពេកដោយសារអី7ពេកគឺវាប្រភេទសត្វមួយដែលយើងឥឡូវកម្រឃើញដែរអញ្ចឹងប៉ុន្តែយើងធ្វើធំយើងធ្វើតូចប៉ុន្តែច្រើនអញ្ចឹងណាសត្វ7ពេកបាទនៅក្នុងការដំឡើងតុក្កតាមួយគឺយើងតែងតែមានក្មេងៗដែលមកពីសាលារដ្ឋឯកជនមជ្ឈមណ្ឌលតំបន់ផ្សេងឬក៏អង្គការមួយចំនួនដែលមានរហូតដល់20មជ្ឈមណ្ឌលឬសាលារៀនហ្នឹងគឺសរុបទៅវាចូលក្មេងចូលជាង7,600នាក់បានអញ្ចឹងការដំឡើងមួយហ្នឹងគឺមែនទែនទៅគឺយើងចង់បង្ហាញឲ្យក្មេងៗគាត់រៀនគាត់ស្គាល់អំពីតម្លៃនៃសត្វមួយហើយគាត់ទៅរៀនអំពីរំលពាក់ដំឡើងបិទกระดาษបានធ្វើការជាក្រុមនឹងរៀនបច្ចេកទេសផ្សេងពីលោកគ្រូគឺជាសិល្បករមកបាត់ដំបងចំនួន10នាក់អញ្ចឹងគាត់ដឹកនាំក្នុងមួយក្រុមមាន3នាក់ដឹកនាំធ្វើតុក្កតាមួយអញ្ចឹងណាអ្នកខ្លះគាត់ឃើញតែតុក្កតាហ្នឹងហែទៅស្រួលធ្វើបើដល់ពេលគាត់មកឃើញសកម្មភាពទី1គឺថ្នាក់ដឹកនាំគាត់ធ្វើការមួយក្មេងវាអត់ស្រួលទេអញ្ចឹងគាត់ទៅការចំណាយពេលដើម្បីបង្រៀនបង្ហាញធ្វើវិធីសាស្ត្រយ៉ាងម៉េចគូផែនការយ៉ាងម៉េចដើម្បីឲ្យក្មេងៗធ្វើឲ្យតាន់ពេលវេលាដើម្បីគាត់យកទៅបង្រៀនក្មេងៗបន្តទៀតអញ្ចឹងណាអ្វីដែលសំខាន់ពាក់ព័ន្ធជាមួយតុក្កតានេះគឺយើងបានយកសម្ភារៈរបស់អ្នកស្រុកពលពាក់គឺយើងយកពីអ្នកស្រុកតាមរត់ដូចខាងគ្រីមរុនអញ្ចឹងអ្នកភូមិយើងដែលគាត់ផលិតជាលពាក់អញ្ចឹងគឺយើងបានទិញយកគាត់មកដើម្បីប្រើប្រាស់លើនេះបាទกระดาษហើយអាស័យនិយាយទៅគឺពាក់ព័ន្ធជាមួយនឹងបង្កើតនេះគឺពាក់ព័ន្ធជួយដល់សេដ្ឋកិច្ចក្នុងខេត្តសៀមរាបផងដែរបាទហ្នឹងហើយសារៈសំខាន់ទី1ធ្វើឲ្យក្មេងៗមានការសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍នេះនិយាយចំទៅព្រឹត្តិការណ៍នេះហាក់បីដូចជាព្រឹត្តិការណ៍មួយប្រចាំខេត្តសៀមរាបអញ្ចឹងបានថាវាជាផ្នែកមួយទាក់ទងទេសចរឲ្យបង្ហាញឲ្យបរទេសឃើញថាសិល្បៈបែបនេះបង្ហាញអំពីតថភាពល្អសម្រាប់ឲ្យក្មេងៗគាត់យល់ថាសិល្បៈហៅតម្លើងបែបហ្នឹងគឺវាមានសារៈសំខាន់ហើយក៏សប្បាយរីករាយមែនទែនអញ្ចឹងបានថាពេលយើងធ្វើហើយសូមឲ្យបងប្អូនជាបរិបទរងចាំលើកអបអរសាទរដែលពេលគាត់បានធ្វើណាពេលគាត់ធ្វើអញ្ចឹងអ្នកផលិតគាត់មានការសប្បាយចិត្តមែនទែនហើយខ្ញុំបញ្ជាក់ថាតុក្កតានេះពេលដែលហាយហើយយើងក៏អត់តន់យុទ្ធនាដែរយើងយកដាក់នឹងសួនហាត់ប្រាណយើងហ្នឹងរយៈពេល3យប់អញ្ចឹងបងប្អូនដែលអត់បានមកមើលផ្ទាល់ក៏អាចទៅមើលនៅនឹងដែរឬក៏បានថតនៅក្បែរហ្នឹងគឺគាត់អាចទៅរយៈពេល3ថ្ងៃគាត់អាចថតនៅសួនហ្នឹងប៉ុន្តែហាមគាត់មកគាត់លេងអាចលហែកអីរបស់ទាំងអស់ហ្នឹងគឺមានម្ចាស់អស់ហើយម្ចាស់ sponsor របស់យើងហ្នឹងគឺមកពីខាងអង្គការមួយចំនួនហើយអ្នកដែលរស់ស៊ីមួយទេសចរដូចជាខាងទេសនៈអូតែលអញ្ចឹងណាគាត់បានជួយឧបត្ថម្ភដើម្បីបង្កើតកម្មវិធីពួកយើងក៏បានលុយ fund ពីណាក្រៅពីបងប្អូនជាបរិបទរបស់យើងបងប្អូនដែលរស់ស៊ីទេសចរជាមួយយើងព្រោះវាបានទាញចំណាប់អារម្មណ៍ទាក់ទាញព្រឹត្តិការណ៍សម្រាប់ប្រចាំខេត្តយើងជារៀងរាល់ឆ្នាំតែម្ដងសង្ឃឹមថាមួយឆ្នាំទៅមួយឆ្នាំធ្វើរឿងនេះល្បីដល់សុខសាយដល់ប្រទេសផ្សេងលើពិភពលោកហើយអ្វីសំខាន់នោះគឺតំណាងជាតិយើងតែម្ដងបាទហ្នឹងហើយខ្ញុំសូមបញ្ជាក់បន្តិចពាក់ព័ន្ធជាមួយនឹងក្បួនហែរបស់យើងគឺយើងអនុញ្ញាតហែនឹងគាត់ជាអ្នកដែលផលិតអ្នកដែលចូលរួមផលិតបង្កើតទាំងអស់គ្នាអញ្ចឹងអ្នកផ្សេងគាត់មកបានគឺមកមើលមកអបអរសាទរទៅមើលទស្សនីយភាពនៃការក្បួនហែអញ្ចឹងគាត់អាចយកមកចូលមកហែជាមួយពួកយើងបានហើយបញ្ហាទី1គឺក្មេងៗទាំងអស់គាត់មានការគ្រប់គ្រងពីគ្រូផ្សេងអញ្ចឹងបើសិនជាមានអ្នកណាគេចូលក្បួនហ្នឹងធ្វើឲ្យមានបញ្ហាក្មេងបាត់ក្មេងឧទាហរណ៍អញ្ចឹងណា
វិញក្មេងទៅអាហ្នឹងវាធ្វើឲ្យកម្មវិធីយើងវាមានបញ្ហាថ្ងៃក្រោយលេងមានទៀតអញ្ចឹងអ្វីដែលគាត់មកគឺគាត់មកទស្សនាអបអរសាទរនៅក្បួនដង្ហែតុក្កតាយក្សរបស់យើងហើយពាក់ព័ន្ធជាមួយនឹងថ្ងៃដង្ហែចុងថ្ងៃសៅរ៍ថ្ងៃទី21ខែកុម្ភៈយើងខាងមុខនេះដែលនឹងចាប់ផ្ដើមពីម៉ោង6កន្លះពីមុខវត្តដំណាក់យើងពីវងមូលផ្សារចាស់យើងនេះទៅបាទគឺហែតាមរ៉បដល់មកស្ទឹងខាងកើតយើងណាទៅដល់ផ្លូវលេខ26យើងបត់ឡើងមកបបោបន្តទៀតយើងបត់ចូលទៅផ្លូវទីឡាញតែទីឡាញឬក៏ APA ហ្នឹងយើងទៅត្រង់រហូតទៅសួនដំណាក់តែម្ដងបានថាយើងហែខាងកើតស្ទឹងបាទអញ្ចឹងបងប្អូនអាចទស្សនាតាមដងវិធីនឹងតាមផ្លូវនឹងរហូតបានអ្វីដែលខ្ញុំសនុំពោជាពិសេសអ្នកខេត្តសៀមរាបអាចជួយផ្សព្វផ្សាយបន្ថែមដើម្បីឲ្យបងប្អូនជាបរិវត្តយើងទាំងភ្ញៀវជាតិឬក៏អាចថាមិត្តភក្តិគាត់មានបំណងមកលេងស្រុកខ្មែរអញ្ចឹងណាចំថ្ងៃហ្នឹងគឺល្អមែនទែនថ្ងៃទី21ហ្នឹងអញ្ចឹងឲ្យបងប្អូនជួយផ្សព្វផ្សាយបន្តបាទជួយផ្សព្វផ្សាយបន្តឲ្យបងប្អូននិយាយចំទៅវាជាព្រឹត្តិការណ៍ដែលធ្វើឲ្យគាត់រងចាំជារៀងរាល់ឆ្នាំដូច្នេះបងប្អូនជួយបងប្អូនអាចមកវត្តដំណាក់ប៉ុន្តែកុំចូលក្នុងពេលដែលមានការធ្វើការបងប្អូនអាចថតពីចង្ងាយក៏បានយើងមាន banner មួយសម្រាប់ឲ្យបងប្អូនយកព័ត៌មានអញ្ចឹងណាយើងមាន flyer បងប្អូនអាចយក flyer ទៅចែកចាយបងប្អូនណាដើម្បីឲ្យដឹងដល់កម្មវិធីអញ្ចឹងហើយមួយទៀតគឺបងប្អូនអាចចូលក្នុង page គម្រោងតុក្កតាយក្សឬក៏ The Giant Puppet Project សៀមរាបអញ្ចឹងបងប្អូនអាចឃើញព័ត៌មាន update បាទហើយតាមរយៈការផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានរបស់យើងផងជាមួយនឹងបងប្អូន influencer ផងជាមួយនឹងពួកយើងផ្ទាល់ជាមួយសិស្សកផ្ទាល់ក្មេងៗនៅសាលានេះគាត់ចែកចាយអញ្ចឹងយើងសង្ឃឹមថាពួកគាត់នឹងមកលើកទឹកចិត្តដល់ក្មេងៗដែលបានដំឡើងតុក្កតារហូតដល់8តុក្កតាឆ្នាំនេះ